ក្នុងពេលដែលរលករិះគន់របស់ប្រិយមិត្តកម្ពុជាទៅលើតារាសម្ដែងថៃដុំបកនស្រាប់តែកញ្ញាសុធីតាពោគំថេងបានចេញមុខទម្លីបន្ថែមទៀតថាតារាថៃរូបនេះធ្លាប់បញ្ចេញសកម្មភាពដើម្បីទាក់នាងក៏ប៉ុន្តែមិនបានផលនោះឡើយនេះជារឿងដ៏កម្រមួយនៅក្នុងសង្គមសិល្បៈកម្ពុជាដែលចំណុចគួរឲ្យចាប់អារម្មណ៍បន្ទាប់ពីប៉ុន្មានថ្ងៃនេះក្នុងសង្គមកម្ពុជាបានធ្វើការថ្កោលទោសឬតិទៀនតារាប្រុសថៃរូបនេះយ៉ាងខ្លាំងបន្ទាប់ពីរូបគេបានចេញមកនិយាយធ្វើឲ្យប៉ះពាល់ដល់កម្ពុជាថ្មីនេះក្នុងស្មារតីជាតិនិយមនិងដើម្បីទាក់ទាញប្រជាប្រិយភាពផ្ទាល់ខ្លួនផងលោកដុំផកនតារាសម្ដែងថៃបានចេញមកនិយាយថារាល់ពេលគេមកកម្ពុជាដើម្បីបំពេញកិច្ចការងារសិល្បៈម្ដងគេពោពេញដោយអារម្មណ៍ភ័យខ្លាចព្រោះតែខ្លាចគេចាប់ចម្រិតតារាថៃរូបនេះថ្លែងដូចនេះថាខ្ញុំមានឱកាសទៅធ្វើការនៅភ្នំពេញនិងប៉ោយប៉ែតជាច្រើនដងខ្ញុំអាចនិយាយបានថាខ្ញុំបានឃើញអគារ scammer ដោយផ្ទាល់ភ្នែកហើយសម្បីតែជនជាតិខ្មែរម្នាក់ដែលបើកឡានឲ្យខ្ញុំក៏ចង្អុលបង្ហាញថានេះជាអគារដែល scammer ធ្វើការដែរលោកបានបន្តថាមានអគារដែលពោពេញដោយអ្នកបោកប្រាស់ខ្ញុំទៅធ្វើការរាល់ដងខ្ញុំខ្លាចរាល់ពេលសម្បីតែ Wi-Fi របស់សន្តាគារក៏មិនហ៊ានភ្ជាប់ដែរខ្ញុំខ្លាចថាខ្ញុំនឹងត្រូវគេលួចលុយពេលឃ្លានខ្ញុំតែងតែកំងមហូបក្នុងសន្តាគារព្រោះមិនហ៊ានចេញទៅញ៉ាំអីទេខ្លាចគេចាប់ចម្រិតការថ្លែងដូចនេះរបស់តារាថៃរូបនេះបានធ្វើឲ្យមានការមិនពេញចិត្តជាទូទៅសម្រាប់ពលរដ្ឋកម្ពុជាគ្រប់ទិសទីពួកគេបានលើកឡើងក្នុងន័យថាតារារូបនេះរមើលគុណនិងមានចេតនាធ្វើឲ្យកម្ពុជាស្ថិតក្នុងខ្សែភ្នែកមិនល្អពីអន្តរជាតិថែមទៀតស្របពេលដែលកម្ពុជាកំពុងតែមានរឿងជាប់ពាក់ព័ន្ធនឹងករណីជនជាតិចិនធ្វើទារុណកម្មជនជាតិកូរ៉េរហូតដល់ស្លាប់នៅក្នុងប្រទេសកម្ពុជាមិនត្រឹមតែពលរដ្ឋសាមញ្ញតែសូម្បីតែសិល្បករខ្មែរមួយចំនួនក៏បានធ្វើការថ្កោលទោសក៏ដូចជាធ្វើការរិះគន់ខ្លាំងៗទៅកាន់តារាប្រុសថៃរូបនេះដែរកញ្ញាសុធីតាពោគំថេងអតីតម្ចាស់មង្គុត Miss Grand Cambodia ឆ្នាំ2021ក៏ជាម្នាក់នៅក្នុងនោះដែរជាមួយគ្នាសិល្បករនីកម្ពុជានឹងបានបញ្ចេញរឿងមិនគួរមួយថែមទៀតដែលថាតារាថៃរូបនេះបានព្យាយាមធ្វើសកម្មភាពដើម្បីទាក់ទាញនាងសុធីតាបានបង្ហើបឲ្យដឹងថារឿងនេះបានកើតឡើងកាលពីពេលកន្លងទៅដែលសិល្បករថៃរូបនេះបានមកបំពេញការងារនៅកម្ពុជាដោយឆ្លើយតបទៅនឹងការលើកឡើងខាងលើរបស់ដុំបកនសុធីតាបានថ្លែងដូចនេះថាភើយមកឈរចាក់ DJ យកលុយសោះខ្លាចស្អីពេលដើរបុកគ្នាមុខបន្ទប់ទឹកលើ Sky Bar មើលមកខ្ញុំក្រសែភ្នែកបែបចង់តាក់ខ្ញុំក៏ញញឹមបែបទន់ភ្លន់នារីខ្មែរត្រឡប់ទៅវិញកុំឲ្យគេថាយើងរឹកមិនបាច់ប្រើក្រសែភ្នែកតាក់ទេសុធីតាពោគំថេងបញ្ជាក់ឲ្យដឹងទៀតថានាងមិនបានទទួលអារម្មណ៍អ្វីពិសេសនោះទេព្រោះថាបរិះថៃរូបនេះមិនមែនជាប្រភេទបរិះដែលនាងត្រូវការឡើយនាងថ្លែងដូចនេះថា not my Thai មិនមែននិយាយអួតទេស្បត់ឲ្យបានស្មាទោសធ្វើការជាមួយគ្នាតែរូបមួយសន្លឹកក៏ខ្ញុំមិនផុសជាមួយពូផងអីក៏មើលងាយគេម៉េះស្របជាមួយការទម្លាយចេញរបស់សិល្បករនីកម្ពុជាគឺឃើញប្រិយមិត្តរបស់នាងជាច្រើនអ្នកក៏បានធ្វើការសាទរចំពោះសុធីតានិងបានបន្ថែមការរិះគន់ទៅលើតារាថៃថែមទៀតថាឆ្លៀតឱកាសក្នុងរឿងជាតិនិយមដើម្បីប្រជាប្រិយភាពរបស់ខ្លួនខណៈលោកមានវ័យជ្រេបន្តិចទៅហើយទីផ្សារការងារចាប់ផ្ដើមកាន់តែចង្អៀត